កុយគឺជាស្ដេចផ្លែឈើព្រៃដែលមានគុណប្រយោជន៍ខ្ពស់កុយគឺជាឈ្មោះឈើតូចមានដើមជាវល្លិផ្លែមានរសជាតិផ្អែមលាយជូរប្រើជាអាហារបានដុះនៅព្រៃស្រោងនិងមានតិចតួចនៅតាមព្រៃរបោះវាគឺជារុក្ខជាតិព្រៃដុះដោយឯងមានដុះដោយកន្លែងនៅតាមតំបន់មួយចំនួននៃកម្ពុជាយើងជាពិសេសគឺនៅតំបន់ភ្នំគូលែននៃខេត្តសៀមរាបផ្លែឈើព្រៃនេះឲ្យផលចាប់ពីខែកុម្ភៈរហូតដល់ចុងខែមេសាឬដើមខែឧសភាបើទោះបីជាវាជាផ្លែឈើព្រៃតែវាក៏មានការនិយមចូលចិត្តទាំងបណ្ដាអ្នកនៅតាមជនបទនិងទីក្រុងព្រោះតែឲ្យជារសឆ្ងាញ់និងអត្ថប្រយោជន៍ខ្ពស់របស់វារហូតដល់គេហៅវាថាជាស្ដេចនៃផ្លែឈើព្រៃតើកុយមានគុណប្រយោជន៍អ្វីខ្លះយោងទៅតាមសៀវភៅអនុផលព្រៃឈើមានតម្លៃសេដ្ឋកិច្ចនៅភ្នំគូលែនចេញផ្សាយដោយក្រសួងបរិស្ថានបានចុះផ្សាយពីអត្ថប្រយោជន៍និងការប្រើប្រាស់រុក្ខជាតិកុយឲ្យដឹងថាតាមក្បួនឱសថបុរាណគេកាត់ដើមវល្លិវាជាកង់ស្ងោរឲ្យនារីទើបសម្រាលកូនហើយផឹកជាថ្នាំជំនួយលើកកម្លាំងឬនឹងវល្លិដើមរបស់វាក៏ត្រូវបានគេប្រើប្រាស់ព្យាបាលរាគមួលជំងឺថ្លើមកន្ទាត្រអាក់ដោយដាំទឹកឬត្រាំស្រាផឹកជ័ររបស់វាគេអាចប្រើសម្រាប់ព្យាបាលដំបៅព្យាបាលដង្កូវស៊ីធ្មេញដោយបន្តក់ជ័រចូលធ្មេញដង្កូវស៊ីនិងព្យាបាលរបួសដោយលាបពីលើស្នាមរបួសបន្ថែមពីនេះផ្លែកុយត្រូវបានគេដឹងថាមានសមត្ថភាពព្យាបាលនឹងការសម្រួលបញ្ហាក្រពះពោះវៀនជំនួយភាពស៊ាំនិងទប់ស្កាត់ការឆ្លងជំងឺផ្សេងដូច្នេះហើយដោយសារតែមានរសជាតិឆ្ងាញ់និងមានអត្ថប្រយោជន៍បែបនេះហើយទើបផ្លែកុយមានការនិយមទទួលទានខ្លាំងមិនថាអ្នកនៅតាមទីក្រុងនិងនៅតាមទីជនបទទោះយ៉ាងណាបើទោះបីជាវាត្រូវបានគេរកឃើញថាវាជារុក្ខជាតិឱសថអាចព្យាបាលជំងឺជាច្រើនមុខប៉ុន្តែវាជារឿងចាំបាច់ណាស់ដែលលោកអ្នកគួរតែពិភាក្សាជាមួយនឹងអ្នកជំនាញមុននឹងជ្រើសរើសយកវាមកប្រើដើម្បីព្យាបាលជំងឺប្រភេទណាមួយព្រោះថាអ្នកជំនាញអាចនឹងផ្ដល់អនុសាសន៍ថាលោកអ្នកគួរប្រើប្រាស់វាដែរឬអត់មានជម្រើសណាផ្សេងដែរឬទេប្រសើរជាងនេះសូមអរគុណចំពោះការតាមដានស្ដាប់និងទស្សនារបស់អស់លោកអ្នក